នេះពេលដែលយើងជិះរ៉ាប់តាមមាត់ស្ទឹងសង្កែមកយើងនឹងមកដល់ខ្លងទ្វារវត្តភ្នៅហើយយើងជិះចូលទៅតាមខ្លងទ្វារហ្នឹងរាប់តាមដងផ្លូវគឺមានដើមកង្កោកច្រើនមែនទែនហើយខែនេះនិយាយថាពីផ្កាឡើងក្រហមពោពេះពេញដើមស្អាតហ្មងណាហើយតាមនេះឥឡូវគឺមានតាមដើមស្រល់មានតាមដើមឈើអីផ្សេងៗអញ្ចឹងគឺប្រឡងហើយដែលខ្ញុំមកនេះគឺម៉ោង5ជាងហើយអញ្ចឹងគឺរៀងពីប្រាំងល្ងិតបន្តិចចាមកវិញណាស់ទីអត់មកនេះឆ្កែច្រើនមែនទេឆ្កែបោះខ្លួនចានេះគឺជាព្រះវិហារវត្តភ្នៅគឺនៅតែមានសភាពនៅស្រស់ស្អាតដដែលទេដោយសារតែមានការលាបពណ៌ថ្នាំបន្ថែមអីចឹងណាចានេះគឺមានសភាពស្រឡះល្អអញ្ចឹងពេលល្ងាចឡើងសម្បូរចាស់គាត់មកហាត់ប្រាណលេងអញ្ចឹងណាហើយបើចំណាយក្មេងៗវិញគឺគាត់មករត់លេងហើយនៅទីនេះក៏មានដាក់ជាឧបករណ៍ហាត់ប្រាណហើយនឹងឧបករណ៍សម្រាប់ក្មេងលេងអីផងដែរហើយបើថានិយាយពីដើមឈើនោះនេះវិញគឺស្អាតមែនទែនគឺមានម៉ូដមានម៉ាក់ហើយមានជារូបសំណាកសត្វផ្សេងធំណាចាមានខ្លាមានសត្វកវែងស្អាតហ្មងហើយពីមុនណាវត្តភ្នៅគឺស្ងាត់ខ្លាំងណាស់ប៉ុន្តែឥឡូវនេះអត់ទេគឺអ៊ូអររាល់ថ្ងៃជាពិសេសពេលល្ងាចហើយបើថាថ្ងៃបុណ្យទានវិញគឺមនុស្សឡើងណែនចេះឲ្យស្រួលពេញមិនចេះចឹងចាត់ដួលខ្លួនឯងមិនកយចេះស្រួលសម្រាប់ក្មេងៗជិះក្មេងៗជិះចិត្តម្លែងណាស់ម៉ាក់ឡៅយ៉ាត់ដាក់បិជើងចឹងទៅអីកូនដាក់ធ្វើអីកាសាំងជិះទៅសบายអត់កូនហើយនេះវិញគឺប្រគួយធំមែនតើទីចំគឺមានការរៀបចំបានស្អាតណាស់មិនថាទាំងទីធ្លាក៏ដូចជាការដាក់លម្អនៅរូបសំណាកសត្វផ្សេងគឺមានច្រើនខ្លាំងណាស់ហើយបើថានិយាយពីដើមឈើវិញម៉ូដដើមឈើវិញគឺក៏មានច្រើនដែរហើយមានជាកន្លែងអង្គុយលេងទៀតទីចំគឺស្អាតខ្លាំងហ្មងបើនិយាយពីកន្លែងនេះវិញគឺទីធ្លាស្អាតមែនតើឡើងខៀវខ្ចីហើយកន្លែងនេះបើថតរូបវិញគឺទេសភាពទិដ្ឋភាពអែមហ្មងស្មាននេះមកឡើង6ល្ងាចទេប៉ុន្តែមេឃគឺអត់តាន់ល្ងិតហ្មងទេមេឃស្ទើរតាំងពីថ្ងៃដែរប៉ុន្តែដល់ស្មាននេះអត់តាន់ល្ងិតទៀតទិដ្ឋភាពគឺស្រឡះល្អមែនតើ
និយាយចំបដាហាត់ប្រានវិញគឺបានចងាយឡើងឆ្ងាយ